Ok,អញ្ចឹងថ្ងៃនេះគឺយើងនឹងមកមើល topic មួយទៀតនៅក្នុង Python OOP ដែល topic ហ្នឹងគឺឈ្មោះថា composition ពីវគ្គមុនគឺយើងបានមើលតាក់ទងជាមួយនឹង aggregation អញ្ចឹងយើងមកមើល screen របស់យើងទាំងអស់គ្នាអូខេអញ្ចឹងអ្វីទៅជា composition គឺនៅពេលដែល class មួយគឺវាមាន class មួយទៀតនៅក្នុងហ្នឹងអញ្ចឹងវា contain class ហ្នឹងគឺវាមិនមែនដូច inherit នៅពេលដែលយើងយក class មួយទៀតដើម្បីមកពង្រីកទេគឺយើង class មួយគឺនៅក្នុង class មួយទៀតអញ្ចឹងនៅក្នុងជួរទី5ហ្នឹងយើងឃើញថាឡានគឺមានម៉ាស៊ីនអញ្ចឹងន័យថាគឺយើងមាន class 2 class engine មួយនិង class car មួយអញ្ចឹងយើងមកមើល code example ទាំងអស់គ្នាអញ្ចឹងយើងមើលយើងមាន class engine ម៉ាស៊ីនហ្នឹងដែលវាមាន horsepower ហើយវាមាន method មួយឈ្មោះថា start អញ្ចឹងនៅពេលដែលយើង start engine គឺវានឹងប្រាប់យើងថាវាមាន horsepower ប្រមាណបន្តមកទៀតយើងនឹងបង្កើត class car ដែល class car ហ្នឹងគឺវានឹងប្រើប្រាស់ class engine អញ្ចឹងមានន័យថា car គឺមាន engine នៅក្នុងហ្នឹងគឺឡានគឺមានម៉ាស៊ីននៅក្នុងហ្នឹងអញ្ចឹងយើងមើលកន្លែងនេះយើងមើល class car របស់យើងគឺយើងបង្កើតមកដូចធម្មតាទេនៅជួរទី1គឺ brand ហ្នឹងគឺដូចធម្មតាគឺយើង assign self brand equal to brand គឺ equal ជាមួយនឹង variable ដែលយើង pass in បន្ទាប់មកគឺយើង pass variable មួយទៀត argument មួយទៀតគឺស្មើនឹង horsepower ប៉ុន្តែយើងអត់ប្រើ horsepower directly ជាមួយនឹង car ទេប៉ុន្តែយើងប្រើប្រាស់ argument horsepower ហ្នឹងជាមួយនឹង engine គឺ self.engine ស្មើនឹង engine class គឺយើងហៅ engine class នេះហើយ engine class មួយនេះគឺវា take horsepower អញ្ចឹង horsepower ហ្នឹងគឺយកមកពីគឺយក value មកពីនៅពេលដែល user pass នៅជាមួយនឹង horsepower ហ្នឹងគឺវានឹង pass ចូល engine ហើយវានឹងប្រើប្រាស់ដើម្បីបង្កើត instance of engine មួយទៀតហើយវា assign វាទៅស្មើជាមួយនឹង engine កន្លែងនេះខ្ញុំសង្ឃឹមថា make sense ប៉ុន្តែយើងនឹងមើល example ទាំងអស់គ្នាចឹងកន្លែងនេះគឺ car ក៏មាន method មួយទៀតដែរដែល start ហើយ start ហ្នឹងគឺវានឹងហៅវានឹង print car is starting បន្ទាប់មកទៀតវានឹង call method start មកពីនេះមកពី engine class អញ្ចឹងបើសិនជាយើងចាប់ផ្ដើម construct បង្កើត instance នៃ car នឹងមួយមកយើង set car 0អញ្ចឹងយើងមានcar brand នេះគេយើងថា Ford horsepower ប្រហែលយើងដាក់ថា150ចុះអញ្ចឹងយើងឃើញហើយគឺយើង password នេះគឺវាប្រើជាមួយនឹង brand កន្លែងនេះប៉ុន្តែខ្ញុំនៅពេលដែលយើង pass 150 horsepower ហ្នឹងគឺវានឹងយកលេខហ្នឹងដើម្បីទៅបង្កើត instant នៃ engine មួយទៀតគឺវាដូចគ្នាជួរលេខ20ហ្នឹងគឺវាដូចគ្នាទៅនឹងនៅពេលដែលយើងបង្កើត engine បែបនេះហើយយើង pass horsepower បែបហ្នឹងគឺដូចគ្នាអញ្ចឹងប៉ុន្តែកន្លែងនេះគឺយើងដាក់វាជាមួយនឹង class គឺយើង pass ជាមួយនឹង another class គឺ car class អញ្ចឹងបើសិនជាយើង run វាមកអញ្ចឹងយើងថា car 0.start អញ្ចឹងគឺយើងព្យាយាម access method មួយនេះអញ្ចឹងវានឹង print Ford car is starting បន្ទាប់មកទៀតវាប្រាប់ថា engine with 150 HP started អញ្ចឹងយើង run យើងឃើញកន្លែងនេះអូខេអញ្ចឹងហេតុផលដែលយើងប្រើវានឹងគឺដោយសារវាងាយស្រួលនៅក្នុងការ manage ជាង inheritance គឺយើងត្រូវការតវាពី parent ពី child គេថាបើសិនជាវាមានកាន់តែច្រើនគឺកាន់តែញ៉ៃជាងនឹងទៅទៀតប៉ុន្តែចំពោះជាមួយ composition នេះវិញវាស្រួលនៅក្នុងការ manage code របស់យើងវា clean ទៀតជាន័យថាបើសិនជាយើងអត់ហៅ car នេះទេ engine នេះគឺអត់មានអត់ start ដូចគ្នាអញ្ចឹងន័យថាបើសិនជាយើង delete car នេះចេញ engine នៅក្នុង car គឺវា delete ដូចគ្នាដោយសារវា rely on another class to actually កើតឡើងមានបានអូខេអញ្ចឹងដើម្បី summarize គឺថា composition គឺនៅពេលដែល class មួយគឺវា own class មួយទៀតឬក៏វាមាន class មួយទៀតនៅក្នុងហ្នឹងអញ្ចឹងឃើញទេ engine គឺ car គឺមាន engine class នៅក្នុងហ្នឹងអូខេសង្ឃឹមថាវគ្គហ្នឹងគឺ make sense ពិបាកដែរដោយសារខានធ្វើវីដេអូយូរគឺពិបាករឿងផ្លេចអូខេអញ្ចឹងអរគុណច្រើនបើសិនជាមានសំណួរអាចសួរបានអូខេបាយបាយ